và sự sẽ mong bọn này trong video này nhưng hai những việc đã account chú từ không thú trong mong bọn này mày sẽ làm lời việc nó vô việc run as administrator này mà và anh ấy cứ chỉ cả bao tool màu đồng phố bắt đầu một tiết mong bọn này vừa cả bậc cỡ này nó không tiếng home đại dương praสำหรับตัวการ login ให้នឹង assign proxy ជាដើមហើយកន្លែងនេះគឺបងប្អូនអាចបង្កើត category មួយដូចថាឧទាហរណ៍ថាបង្កើត category ថ្មីមួយយើងដាក់ឈ្មោះអីដាក់ទៅ account សម្រាប់ធ្វើអីចឹងយើងដាក់ឈ្មោះទៅតាមហ្នឹងអានេះគឺបតុង edit ហើយចំណែកx នេះគឺសម្រាប់លុប category នឹងចោលណាតែយើងអត់ចង់ប្រើ category ទេយើងលុបចោលកន្លែងបូកនេះយើងអាចបង្កើតថ្មីទៀតអូខេបន្ទាប់មកដើម្បីធ្វើការដាក់ account ចូលបានបងប្អូនទាំងគ្នាអាចចុចកន្លែង add នេះមកកន្លែង add នេះគឺវាមានតម្រង account នេះច្រើនចំណែក account បងប្អូនទាំងអស់គ្នាមានតម្រងផ្សេងយើងអាចចុចបូកកន្លែង select file នេះគឺ select category ហ្នឹងឯង category ដែលយើងទៅបង្កើតហ្នឹងបងប្អូនអាចរើសយកវាមកតោះមកយើងចុចបូកហ្នឹងមានន័យថាយើងប្រើ format ផ្សេង format account ផ្សេងក្រៅពីនេះយើងអត់មានត្រូវ format របស់យើងអាចចុចបូកនេះមកaccount របស់យើងតម្រង់ឲ្យគេវាមាន UID password ឬក៏ cookie អញ្ចឹងយើងយក cookie នឹងចឹងមកអញ្ចឹងឬក៏វាមាន UID password 2FA ហើយបន្ថែម cookie មួយទៀតយើងរើសយក cookie ទៀតមកបាទចុច cookie នេះមកចុច add format នេះមកបាទអញ្ចឹងយើងបានតម្រង់ UID password 2FA cookie នឹងហើយបន្ទាប់មកយើងផាស account ដែលយើងមានមកណាតមកយើងចុច add ដល់ពេលបងប្អូនចុច add ហ្នឹងមកគឺវានឹងចូលមកក្នុង category ថ្មីរបស់បងប្អូនដែលបង្កើតយើងមកហើយណាអូខេគឺយើងមកមើលនៅខាងក្រោយនៅខាង setting ខាងក្រោយនេះមកហើយខាងនេះយើងមានការណែនាំខ្លះៗអានេះសម្រាប់អេក្រង់កុំព្យូទ័ររបស់បងប្អូនវារៀងវែងអញ្ចឹងយើងអាចរើសយក5 6ឲ្យបានណាតែបើថាអេក្រង់យើង18ខ្លីទេយើងយក4មកបានហើយអានេះតម្រង់បញ្ឈរបងប្អូនយើងយកប្រហែលជួរមានន័យថាវាបើកជាផ្ទាំងតម្រៀបតគ្នាអញ្ចឹងណាយើងដាក់4អានេះ2អញ្ចឹងមានន័យថាវាបើក4ផ្ទាំងមួយជួរ4ផ្ទាំង2ជួរផ្ទាំងក្រោយគឺវានឹងជន់លើគ្នាបន្តទៀតចំណែក profile size នេះគឺយើង recommend គឺបងប្អូនទាំងអស់នេះយក 900 x 900 ព្រោះវាដើរស្រួលវាត្រូវនឹង tool របស់យើងដែលយើងត្រូវការប្រើណាចំណែកអានេះគឺជា default វាប្រហែលជា Microsoft Edge អញ្ចឹងបងប្អូនចង់ប្រើ Chrome យើងចុចទៅលើ Chrome ហ្នឹងមកអាហ្នឹងណាហើយកន្លែងនេះយើងមិនចាំដាក់ក៏បានដែរគឺវាទាញមក auto វាទៅ file Chrome ប្រើវាត្រូវការ driver អីទេគឺវាប្រើយកម្ដងចំណែកនេះគឺឧទាហរណ៍ថាឥឡូវ account របស់យើង log in រួចនៅក្នុង S+ នៅក្នុងអីចឹងណាយើងអាចប្រើ draw អាកន្លែងដែលយើងទុក profile ហ្នឹងមកយកមកដាក់នៅនេះបានយើងអាចប្រើនៅណាក៏បានដែរ profile ហ្នឹងណាអានេះ Microsoft Edge ហ្នឹងដូចគ្នាបើបងប្អូនធ្លាប់ log in account នៅក្នុង Microsoft Edge នៅទីតាំងណាយើងអាចទៅរកទីតាំងវាយកមកដាក់បានណាហ្នឹងកន្លែង path ហ្នឹងតែបើថាយើងអត់ដែល account យើងអត់ដែលមាន log in log អីទេគឺយើងអាចទុកវាចោលទៅគឺវានឹងប្រើ default របស់ tool តែម្ដងអានេះគឺចំពោះការបើកprofile ឧទាហរណ៍ថាយើងចង់បើកច្រើនអញ្ចឹងណាយើងកំណត់2វិនាទីពេលបើក profile 2វិនាទីបើក1 2វិនាទីបើក1 2វិនាទីវាបើក1បន្តទៀតអីចឹងណាចំណែកអានេះគឺយើងប្រើ mouse បងប្អូនយើងចុចអានេះគឺយើងគ្រាអានេះមានន័យថាយើងប្រើមុខងារ mouse ដើម្បីឲ្យវាចុចប៉ុន្តែករណីដែលយើងប្រើអានេះគឺវា recommend ត្រឹមតែ10 profile ទេគឺមានន័យថាយើងបើកម្ដងតែ10ផ្ទាំងទេ thread យើងតែកាលណាយើងប្រើលើសពី10ហ្នឹងគឺវាចុចអត់ទាន់ទេអញ្ចឹងគឺវាអាចធ្វើការនឹងបានទេអូខេបន្ទាប់មក to capture នេះវាឥឡូវវាដើរសូវស្រួលទេបងប្អូនអាចម្លងវាចោលសិនយើងអត់ចាំបាច់ប្រើវាទេ to capture ហ្នឹងហើយអានេះ setting គឺមានតែប៉ុណ្្នឹងទេគឺកំណត់ជាប្រមាណ profile មួយជួរហ្នឹងហើយទំហំវា900កន្លែង XY នេះគឺមានន័យថា profile វាជាន់គ្នាអានេះតម្រង់បញ្ឈរអានេះតម្រង់ផ្ដេកមានន័យថា profile បើក1 2 3 4អាហ្នឹងយើងដាក់កម្រិតវាប៉ុណ្ណឹងមក
យើងដាក់ប៉ុណ្ណឹងតេស្តមើលសិនណាបើថាមិនចាំយើងបន្ថយបន្ថែមទៅតាមនឹងទៀតណាអាហ្នឹងគឺកម្រិតពី profile មួយអានេះអាកម្រិតពីជួរលើទៅជួរក្រោមអានេះហ្នឹងតោះមកយើងចុច save ហ្នឹងមកគឺវាដើរតាមអ្វីដែលយើងសេរីហ្នឹងហើយតែអានេះកុំព្យូទ័រខ្ញុំទូចខ្ញុំដាក់តែ4ទេបាទ4ពីជួរអូខេបន្ទាប់មកយើងអាចធ្វើការ login បានហើយប៉ុន្តែមុននឹងយើង login យើងអាចដាក់ proxy ទៅលើ account របស់យើងបានណានៅចំពោះការដាក់ proxy ខ្ញុំបង្ហាញនៅវីដេអូបន្ទាប់ណា